នេះបងប្អូននៅស្រុកឆេកណាមានបញ្ហាអីរឿងឃាតកម្មនរណាសម្លាប់ខ្លួនឬនរណាគ្រោះថ្នាក់អីមួយកើតឡើងមកទាំងអស់ឡានប៉ូលីសឡានពេទ្យហើយនិងឡានសង្គ្រោះបន្ទាន់ឡានសង្គ្រោះបន្ទាន់ហ្នឹងគេមកជួយគាស់នេះគាស់នោះអីចឹងទៅហើយឡានប៉ូលីសគេសម្រាប់អន្តរាគមន៍ទៅឡានពេទ្យសម្រាប់ដឹកទៅហើយមិនដឹងថាមានរឿងអីកើតឡើងទេបងប្អូននៅចិត្តអាផាតមែនក្បែរផ្ទះខ្ញុំនេះហើយបន្ទាប់មកសប្តាហ៍គេអត់ឲ្យមនុស្សឲ្យឡានចេញចូលទេសប្តាហ៍ឃើញកតុំរុយគេហោះមកកតុំរុយនឹងគឺជាក្រុមទុំរុយប៉ូលីសដឹងជាមានហេតុការអីទេកតុំរុយប៉ូលីសមកហើយមានអាកតុំរុយអីពេទ្យមួយហើយណាកតុំរុយប៉ូលីសហ្នឹងគេមកគេអន្តរាគមន៍ភ្លាមនៅកន្លែងនេះហ្នឹងដឹងថាវាមានរឿងអីយើងអត់ដឹងរឿងណាព្រោះមិនមែនចិត្តផ្ទះយើងមួយសបកក្រោយមកសប្តាហ៍គេជួយមនុស្សទៅហើយគេកតុំរុយនឹងហោះទៅវិញទៅអានឹងរបៀបសង្គ្រោះបន្ទាន់នៅស្រុកគេបងប្អូនតែគេមានលុយគេធ្វើសមហើយបងប្អូនស្រុកគេជួយមនុស្សគាត់ថារបៀបរបបវាលឿនអញ្ចឹងបងប្អូនវាលឿនអញ្ចឹងណាប៉ូលីសគេធ្វើកាប់ផ្លែតហ្មងណាហើយតែមិនដឹងថាមានរឿងអីទេនៅក្នុងហ្នឹងមិនដឹងអ្នកណាសម្លាប់ខ្លួនឬអ្នកណាធ្វើស្អីហ្នឹងឃើញគេយកទៅបើហើយបន្ទាប់មកប៉ូលីសខាងក្រោមហ្នឹងក៏ប៉ូលីសហើយខាងលើហ្នឹងក៏ប៉ូលីសហើយឡានពេទ្យហើយឡានសង្គ្រោះបន្ទាន់ហ្នឹងនៅក្បែរហ្នឹងឡានទូរគីភ័យហើយក៏ដឹកទៅបាត់ទៅតែយើងមិនដឹងថាមានរឿងអីណាបងប្អូនអានេះនៅស្រុកឆេក